បងប្អូនណាខ្លះដូចខ្ញុំបាទការខ្ញុំទិញឡានដំបូងតែទិញបានអ្នកលក់រៀបចំឲ្យអត់ពេញចិត្តបាទហើយតម្លៃវិញគឺថាខ្ពស់មែនតើហើយបងប្អូនអើយចឹងបានថាបើយើងមានឱកាសបាទទិញឡានតម្លាក់ពីកុងតឺន័រយកមករៀបចំខ្លួនឯងមិនដឹងសំលុយបានបាទចំណេញយ៉ាងម៉េចណាចឹងថ្ងៃនេះខ្ញុំមានឡានមួយគ្រឿងបាទណែនាំប្រាប់បងប្អូនបាទគឺ approve បាទ option 2ពណ៌សឆ្នាំ010បាទខាងក្នុងពណ៌ប្រផេះមានពុកស្បែកហើយតម្លៃវិញត្រឹមតែ13ជាងទេសម្រាប់បងប្អូនណាដែលតនេអាចទិញយកទៅរៀបចំជិះខ្លួនឯងបានបាទព្រោះតម្លៃក៏ប៉ុណ្ណឹងបងប្អូនយកទៅរៀបចំជិះហើយមកឆ្អែតលក់វិញមិនស្រួលគឺចំណេញវិញទៀតផងបាទបើឡាននេះភិនភាគបាទយើងមើលពីក្រៅមកគឺឡានមូលមកជុំអញ្ចឹងណាបងប្អូនបាទគាត់ណាចាក់ស្ដែងគឺឡាននេះវាប៉ះបាទវាប៉ះតិចតួចអ្នកលក់ប្រាប់ថងបាទប៉ះចំចង្គៀងមុខខាងស្ដាំបាទចំ sensor អញ្ចឹងទៅវាផ្ទុះពងខាងតកង់ណាហើយពងចង្កូតហ្នឹងគឺយើងទិញដូរបានទេតម្លៃធូរទេបងប្អូនយកទៅរៀបចំខ្លួនឯងទៅបាទអ្នកលក់ប្រាប់ថងអញ្ចឹងហើយបើថាអ្នកលក់រៀបចំឲ្យឡានប៉ុណ្ណឹងគឺ16000ជាងហើយប៉ុន្តែបើបងប្អូនទិញយកទៅរៀបចំខ្លួនឯងគឺអ្នកលក់ឲ្យត្រឹមតែ13000ជាងទេបាទបងប្អូនចំណាយពេលបន្តិចទៅបើថាបងប្អូនខ្ជិលទេទិញហើយយកទៅតម្លាក់ទុកកន្លែងជាងបងប្អូនបាទឲ្យជាងគេរៀបចំធ្វើឲ្យទៅបាទហើយចាំតែយកឡានស្អាតទៅបាទហើយគឺយើងបានរៀបចំឡានដោយផ្ទាល់ដៃខ្លួនឯងបាទប្រើឲ្យទំនុកចិត្តបាទមិនឲ្យអ្នកលក់រៀបឲ្យទៀតទេអញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍អាចតាក់ទងមកខ្ញុំបានអរគុណ